អូចុះកន្លែងនេះស្អីគេវិញដែរបង នេះជាសារមន្ទីរសូត្រដែលយើងចង់បង្ហាញថាសូត្រដែលមាននៅស្រុកយើងគឺយើងចាប់ផ្ដើមមានពីសតវត្សទី7សូត្រគឺយើងមានតាំងពីសម័យអង្គរផលិតសូត្រតាំងពីកាលនោះមកដូច្នោះកម្មាផ្សេងដែលយើងមានគឺយើងចម្លងចេញពីតាមក្បាច់ចម្លាក់របស់យើងហើយបងនេះរូបអប្សរាមែន បាទនេះជារូបអប្សរា យើងមានន័យថាសម្លៀកបំពាក់នៅលើអប្សរាក៏ជាសូត្រដែរបាទសម្លៀកបំពាក់ដែលយើងតុបតែងរចនានៅលើខ្លួនរបស់គាត់គឺយើងមានកណាត់សូត្រនៅជាមួយនឹងដែរ ចឹងនៅក្នុងនោះមានអីគេទៀតបងអាចបង្ហាញលំយើងមានសម្រាប់អតិសង្ឃបាទក្រុមហ៊ុនចម្រុះសិប្បករអង្គរហ្នឹងគឺយើងមានចម្លាក់ឈើចម្លាក់ថ្មប៉ុន្តែនៅនេះយើងបង្ហាញតែផ្នែកផលិតសូត្រដោយយើងបានឃើញសកម្មភាពកន្លងមកនៅនេះគឺយើងដាប់ឆ្លាក់មាននៅក្នុងទីរួមខេត្តដែលយើងមានរោងជាងឆ្លាក់ឈើឆ្លាក់ថ្មអូចុះបងអានេះអីគេបង នេះជាកៃដែរប៉ុន្តែបែបបុរាណដោយសារអីយើងឆ្លាក់ក្បាច់លម្អហ្នឹងព្រោះបុរាណគាត់ធ្វើអីតិចតួចក៏គាត់ត្រូវឆ្លាក់លម្អនៅលើសម្ភារៈរបស់គាត់ដែរអញ្ចឹងកៃដំបាញសម័យបុរាណគឺម៉ូដបែបហ្នឹងបាទម៉ូដបែបនេះសម្រាប់គ្រួសារអភិជនឬក៏ជាគ្រួសារក្សត្រណាដែលយើងគិតនឹងខ្សែរាជវង្សដែលគាត់ធ្វើឆ្លាក់លម្អបាទប៉ុន្តែនៅពេលដែលម៉ូដត្បាញគោមផ្សេងហ្នឹងគឺដូចគ្នាទាំងអស់យើងខុសតែឆ្លាក់លម្អកៃរបស់យើង ជនេះបងអាវព្រះរាជាមែនបង ហ្នឹងគឺអាវសម្រាប់ក្សត្រហ្នឹងឯងប៉ុន្តែយើងប្រើក្នុងពិធីមង្គលការបាទបថោងតង់ស្បៃនឹងនេះគឺយើងប្រើអាវពីក្រៅនឹងដែរហើយខាងក្រោយនោះគឺជាយើងហៅថាពីដានបើពីដាននោះគឺយើងចងក្បាច់ចងម៉ូដឬក៏ចងគៀតធ្វើជាគោមហ្នឹងដើម្បីនិយាយអំពីសាច់រឿងរបស់ពុទ្ធសាសនាហ្នឹងដើម្បីយកមកត្បាញធ្វើជាសាច់រឿងមួយដែរយើងមានក្បាច់ផ្សេងមានក្បាច់ចរបាប់អាលបើកនិងម៉ាលីសគឺសាច់រឿងអាចមានរឿងជាលក្ខណៈទេវកថាឬក៏សាច់រឿងរបស់ពុទ្ធសាសនាបាទហើយនៅខាងនេះយើងមានសម្លៀកបំពាក់បែបប្រពៃណីដែរគឺអប្សរាឬក៏រៀបការហ្នឹងគឺយើងតុបតែងលម្អិតជាមួយនឹងសូត្ររបស់យើងដែរ នេះយើងសម្លៀកបំពាក់កូនកំមុំ បាទហូលប្រមួងប៉ុន្តែយើងមានរំលេចក្បាច់បុរាណយើងដែលយើងហៅថាចរបាក់ហ្នឹងបាទនៅលម្អជាមួយនឹងយើងហៅខ្សែសយ ជួនដូចផ្លេកនេះផ្លេកនេះយើងលាបអីបន្ថែមនេះយើងហៅថាខ្សែសយដែលមានពណ៌ទឹកប្រាក់ឬក៏ពណ៌មាសបាទដែលយើងត្បាញបញ្ចូលគ្នាទៅដើម្បីលម្អបន្ថែមទៅលើសរសៃសូត្ររបស់យើង ចុះក្បាលហាក់លម៉ានេះមានអីអត់ នេះគឺយើងបន្ថែមទៅលើរបាំផ្សេងគឺយើងជាច្រើនគឺយើងប្រើនឹងសម្លៀកបំពាក់សូត្រជាមួយនឹងការលម្អផ្សេងហ្នឹងដើម្បីទាក់ទាញនៅកន្លែងយើងឬក៏កសិដ្ឋានក្រុមហ៊ុនចម្រុះសិប្បករអង្គរនេះគឺយើងមានសមត្ថភាពធ្វើសម្លៀកបំពាក់បែបបុរាណដូចដែលយើងឃើញនេះទាំងអស់បាទអាវប៉ាក់ឬក៏ជាហូលជាផាមួងបែបបុរាណឬក៏ប្រពៃណីវប្បធម៌របស់យើង ចាអញ្ចឹងទាំងអស់ហ្នឹងធ្វើពីសូត្រឬក៏ធ្វើពីអីដែរបង បាទនិយាយរួមដូចនៅនេះយើងគ្រាន់តែបង្ហាញដូចជាសម្ពុតហ្នឹងគឺសូត្រហើយនេះគឺយើងធ្វើជាអាវប៉ាក់មិនមែនជាសូត្រទេប៉ុន្តែកន្សែងនេះគឺធ្វើពីសូត្រ ធ្វើពីសូត្រ និយាយទៅបើតាមមើលទៅគឺឃើញថាសូត្រយើងគឺធ្វើចេញមកគឺបានច្រើនបែបមែនតើអញ្ចឹងមានអីផ្សេងទៀតអត់បង តោះចាំខ្ញុំនាំទៅមើលនៅផលិតផលសម្រាប់ កន្លែង
នេះផ្សារទំនើបមែនបង មិនមែនផ្សារទំនើបទេជាកន្លែងដាក់បង្ហាញផលិតផលសម្រាប់ដែលយើងផលិតនៅទីនេះ គ្រប់សមិទ្ធផលដែលយើងចេញពីកន្លែងចលក់ថ្នាំកន្លែងដំបាញអីគឺសម្រាប់ទាំងអស់គឺនៅកន្លែងនេះ បាទគឺយើងធ្វើនៅទីនេះទាំងអស់ទាំងកាត់ដេរកាបូបទាំងសម្លៀកបំពាក់អីផ្សេងៗគឺយើងធ្វើនៅទីនេះទាំងអស់ ចំផលិតផលសម្រាប់នឹងមានច្រើនមុខអត់ហ្មង ខាងនេះអីទេខ្ញុំឲ្យប្អូនស្រីខ្ញុំគិត អូជម្រាបសួរបង ដឹងច្រើនជាងខ្ញុំបាទ ចានៅក្នុងផលិតផលសម្រាប់របស់យើងមានដូចជាកម្មាសូត្រកសែងសូត្រផាមួងសូត្រហើយនឹងយើងមានជាស្រោមខ្នើយមានស្រោមខ្នើយហើយនឹងពីដានហ្នឹងហើយហើយយើងមានផលិតផលផ្សេងៗទៀតដែលធ្វើពីសូត្រដូចគ្នាអញ្ចឹងណា បាទអញ្ចឹងយើងដាក់កន្លែងនេះគឺយើងដាក់តាំងលក់ឲ្យភ្ញៀវមក ចាហ្នឹងហើយយើងដាក់តាំងបង្ហាញផលិតផលរបស់យើងទៅកាន់អតិថិជនបាទអតិថិជនចាប់អារម្មណ៍ក៏ដូចអូនអញ្ចឹងណាគេជួយ support បងអញ្ចឹងដែរអញ្ចឹងណាចា ឲ្យខ្ញុំនេះកញ្ញាទិញកន្លែងហ្នឹងមែនទេ ចាមិនចង់ឲ្យថ្លៃវិញមែន ខ្ញុំពាក់ស្រួលខ្ញុំចង់រកទិញថែ អូទីថែមមានអូនអញ្ចឹងយើងមានខ្សែចាប់ពីខ្សែតូចខ្សែធំចាប់ពីខ្សែ S រហូតដល់ខ្សែ XL និយាយចាំតឧទាហរណ៍ថាបើសិនតាភ្ញៀវគាត់ថាបងថាអូយនេះនឹងធំបន្តិចបងយើងមានជាងយើងសម្រាប់កាត់ដេរជូនអូនទៀតអាចកាត់ជូនអូនទៀតហ្នឹងហើយយើងមាននៅកន្លែងនេះព្រោះផលិតផលនៅកន្លែងនេះគឺយើងមានជាងដេរនៅកន្លែងនេះទាំងអស់ជាដំបូងបងសូមជម្រាបជូនអូនពាក់ព័ន្ធជាមួយនឹងកសែងមួយនេះដែលកសែងមួយនេះខ្មែរយើងគាត់ថាជាចរបាប់នេះក្បាច់នេះក្បាច់ហ្នឹងក្បាច់ចរបាប់នេះ បាទ ក្បាច់ចរបាប់គឺក្បាច់ផ្កាម្លិះដែលយើងហៅថាចរបាប់ពីដើមឡើយសម្រាប់កម្មាសូត្រគឺយើងបែងចែកដាច់ដូចយើងបែងចែកចរបាប់ហូលគឺយើងបែងចែកដាច់ពីគ្នាហើយនឹងល្បើកប៉ុន្តែដល់ពេលនៅក្នុងច្បាប់ផលិតកម្មនេះគឺខាងផលិតកម្មគិតយកហូលហើយនឹងល្បើកមីចូលគ្នាដូចកសែងនេះអូន អូននឹងផាមុងតែមួយទេបង និយាយទៅហូលផាមួងផ្សេងអូនផាមួងគឺសាច់លាតតែបើហូលគឺនេះលក្ខណៈបែបនេះអូនចងគៀតដូចអូនបានទស្សនានៅតាមរោងជាងគឺចងគៀតយើងចងធ្វើជាក្បាច់មួយដែលយើងចង់បាននោះថាយើងចង់បានក្បាច់អីចេះយើងចងនោះហើយយើងថាលក្ខណៈហូលនេះដូចជាអូនធ្វើមើលឲ្យអូន ពេលចាំកសែងឲ្យតែកសែងសិតតែក្បាច់ទាំងអស់ហើយបងមានតែកសែងប្រភេទលាតអីទេ និយាយទៅយើងមានអូនកសែងប្រភេទលាត ប្រភេទលាតក៏មានដែរបងណា ចាយើងមានប្រភេទលាតប្រភេទនិយាយចាំទៅយើងផលិតផលសម្រាប់របស់យើងគឺយើងមានធ្វើតម្រូវទៅតាមអតិថិជនអញ្ចឹងណាអូនអតិថិជនខ្លះគាត់អញ្ជើញមកគាត់អត់ឆ្លាញ់ក្បាច់ អាច ទេ កុំ គាត់ បានទេបង បាទប៉ុន្តែលក្ខណៈ special order គឺក៏មាន view កំងដែរអញ្ចឹងចាគឺទៅអ្វីដែលគេចង់បាន បាទចុះកាបូបដៃនេះក៏ធ្វើពីសូត្រយ៉ាងដែរបងណា កាបូបនេះយើងធ្វើពីសូត្រដូចគ្នាអូនប៉ុន្តែគ្រាន់ថាការច្នៃម៉ូដគឺអាស្រ័យលើយើងចង់បានថាយើងចង់បានម៉ូដវាមិនអីមិនអញ្ចឹងគឺយើងច្នៃទៅតាមនោះអញ្ចឹងវាប្រៀបដូចនេះបងចង់បង្ហាញនេះអានេះយើងហៅល្បើកក្បាច់នេះគឺក្បាច់ល្បើកក្បាច់ល្បើកនេះបើយើងថាក្បាច់ត្បូងពេជ្រល្បើកហើយពាក់ព័ន្ធជាមួយនឹងកម្មានេះមួយទៀតផងដែរដូចដែលបងថាហូលល្បើកនេះចូលគ្នាអូនតើនោះយើងមើលយើងឃើញផលិតផលសម្រាប់របស់យើងជាមួយនឹងកៅអៅអញ្ចឹងណាអូននេះកៅអៅអានេះគឺយើងធ្វើពីសូត្រទាំងអស់អូន ចុះកន្លែងនេះពណ៌ឆាតនេះបងកៅអៅសម័យមែនបង មិនមានសម័យទេអូនកៅអៅបុរាណដូចគ្នា ផលិតផលរបស់យើងទាំងអស់ហ្នឹងគឺអត់អាចធ្វើជាកៅអៅសម័យបានទេ និយាយទៅយើងធ្វើសម័យបានទៅប៉ុន្តែភាគច្រើនភ្ញៀវដែលគាត់អញ្ជើញមកភាគច្រើនគាត់ជួយចិត្តទៅកៅអៅដែលវាបុរាណរបស់យើងហើយណាមួយអ្វីដែលយើងផលិតមកគឺវាស្របទៅតាមនិយាយទៅរបស់បុរាណរបស់យើងអញ្ចឹងយើងចង់ថែរក្សាកេរដំណែលវប្បធម៌ខ្មែរយើងតាំងពីដើមមកអញ្ចឹងចានឹងប្រពៃណីចាចា បាទនេះកៅអៅប្រុសប្រុសស្រីបង ស្រីយងស្រីចាហ្នឹងហើយនេះក៏កៅអៅស្រីដូចគ្នាដូចបុរាណយើងស្រីក៏តែពាក្យអញ្ចឹងណាចា នេះបើសិនជាខ្ញុំអត់បានមកទេខ្ញុំគិតថាមិនមែនធ្វើពីសូត្រណា ទៅផលិតផលឲ្យចេញពីសូត្រ ស្អាត ពណ៌វានេះហ្មងដូចថាលេចឆ្លោះហ្មងដូចមានចិត្តរត់តែវាភ្លឺទៅដែរជឿ តុនណែបង តុនហ្មងអូបងចិននេះកៅអៅដេកយប់មែនហ្មង
អូអត់មានកៅដេកយកទេអូនអានឹងកៅយើងដល់នេះធម្មតាអញ្ចឹងណា ទៅសមុទ្រទៅអីក៏បានដែរបង ខ្ញុំមើលខ្ញុំស្មានថាកៅដេកយកបងប្អូនមើលដូចកៅដេកយកអត់ ដូចស្អាតដែរបង អត់ទេទេថា ជាស្រាប់យើងពាក់ដើរលេង ចាដល់លេងដូចក៏យើងនៅផ្ទះអីក៏បានដែរចា ដើរក្តៅត្រូវហ្មងណា ចានឹង ដើរលេងប្រាសាទ ពីពីច្រើនពីអឺរ៉ុបគាត់ចូលចិត្តហ្នឹងចាចានៅកន្លែងនេះគឺខោមនុស្សប្រុសអញ្ចឹងណា អូ ចា ណែកៅមនុស្សប្រុសហ្មង ចាខោមនុស្សប្រុសយើងមានពីរនេះដែរយើងមានជាលក្ខណៈសូត្រក្បាលហើយនឹងសូត្រសាច់ដូចគ្នា អាដែលខ្ញុំទិញឲ្យបងឯងហ្នឹង អូអានេះយើងពាក់ទៅធ្វើការអីបានហ្មង បានអូនចូលរួមគ្រប់កម្មវិធីទាំងអស់ បាទ ចាហ្នឹងហើយសាច់សូត្រពេលដែលអូនពាក់នៅលើខ្លួនគឺវាមានអារម្មណ៍ថា smooth ហើយរលោងទោះលក្ខណៈថារាងស្ដើងបន្តិចប៉ុន្តែវាមានទម្ងន់ដែលភាសាដែលសាច់សូត្រនឹងវាធ្លាក់ទៅក្រោមអត់ដូចកតុងយើងទេអញ្ចឹងណាវាជាចា តែយើងមានជាខោចៅទៅតែបង ខោចៅយើងអត់មានទេអូនប៉ុន្តែយើងមានលក្ខណៈខោដូចខោរ៉ាប់រ៉ោនអញ្ចឹងណាតែបើសាយរបស់អូនរៀងស្លីមអញ្ចឹងគឺសាយអេស នេះខោនៅប្រុសបងណា ហ្នឹងហើយអាខោខ្ញុំទិញឲ្យបងឯងហ្នឹងឃើញឃើញស្អាតរបស់អីស្រឡាញ់ពណ៌ហ្នឹងវិញមែន ឆ្លាញ់តា ហើយនៅខាងនេះក៏សុទ្ធតែជាខោអាវរបស់ស្រីៗដែរអញ្ចឹងណា បាទ វាមានរ៉ូបចាបើស្រីហើយជាពិសេសមានរ៉ូបមួយនេះរ៉ូបនេះអានេះមួយគឺពីបរមរានយើងពីដើមបាទចាកាត់ដូចលេវអាវលេវច្រើនអញ្ចឹងបរមរានយើងរក្សាទុកអត់ឲ្យបាត់គេដំណើររបស់គាត់ទេហ្នឹងហើយយើងទុកតាំងពីដើមមកដូចចាស់គាត់ស្លៀកក្បិនមកគាត់ស្លៀកអារ៉ូបនឹងមកគាត់តែងមានកសែងរបស់គាត់ឈ្នួតលើក្បាលរបស់គាត់ចឹងណាចា សម្លៀកបំពាក់សម្រាប់យើងកូនកំមុំកន្លោះអីមានតែបង និយាយចាំតពាក់ព័ន្ធជាមួយនឹងស្លៀកពាក់កូនកន្លះកូនកំមុំឧទាហរណ៍បើអូនពូនេះអូនចង់រៀបពីអញ្ចឹងបើអូនចង់កាត់ពីសូត្រឬមួយក៏មិនអូនអាចពាក់តោមកខាងផលិតកម្មបានអញ្ចឹងហើយលក្ខណៈ special order អញ្ចឹងណា ចឹងក្រៅពីកៅអៅហើយកបោបយើងអាចធ្វើឲ្យគេបានទៀតបង ចាអូនលក្ខណៈដូចសូត្រគឺក្រៅពីកៅអៅនិងកាបូបនេះយើងធ្វើដូចជាពីដានយើងពីដានយើងត្បាញជាពីដានយើងធ្វើជាស្រោមខ្នើយកម្រាលតុកហើយនឹងតំណឹបចាននេះទាំងអស់នេះបើនេះយើងហៅថាពីដាននេះគឺក្បាច់តាំងពីបរមរានយើងមកពីដានខ្មែរយើងហៅថាពីដាននេះគឺខ្នើយអូនស្រោមខ្នើយអញ្ចឹងណាស្រោមខ្នើយយើងមាន3ខ្សែអូនយើងមានខ្សែធំខ្សែកណ្ដាលហើយនឹងខ្សែតូចអញ្ចឹងណាហើយវាមានទៅតាមពើតាមក្បាច់ដែលយើងផលិតមកតម្រូវទៅតាមទីជនអញ្ចឹងណា ខ្ញុំកម្រាលតុកឲ្យបងនេះ អត់ទេអានឹងស្រោមខ្នើយដូចគ្នាអូនគ្រាន់ថាយើងអត់ទាន់បាននេះអូនពេលដែលយើងចាស់ហ្នឹងហើយយើងអត់ទាន់បានដាក់នេះហ្នឹងអានេះយើងដាក់ហើយចាកម្រាលតុកនេះអ្វីដែលសំខាន់មានលក្ខណៈពិសេសថាវាអត់ជ្រាបទឹកទេ វ៉ាវ ជាបច្ចេកទេសដែលយើងទៅប្រកឃើញថ្មីបច្ចេកទេសមួយដែលតាមធម្មតាអតិថិជនគាត់អញ្ជើញមកយើងជម្រាបគាត់ពាក់ព័ន្ធជាមួយនឹងកម្រាលតុកគាត់គិតថាសូត្រប្រឡាក់អញ្ចឹងទៅគាត់អារម្មណ៍គាត់រីមួយថាអុយប្រឡាក់គាត់បកពិបាកដែរអញ្ចឹងណាព្រោះពេលយើងញ៉ាំអីវាអាចប្រឡាក់អញ្ចឹងប៉ុន្តែយើងមានបច្ចេកទេសថ្មីគឺដូចស្លឹកឈូកអញ្ចឹងចាអូនចាំមើលបងធ្វើពិសោធន៍ជូនអូនមើលអញ្ចឹងណាថាវាពិតដោយអ្វីដែលបងលើកឡើងឬមួយក៏អត់អញ្ចឹងណាជាមួយនេះ អូវ៉ាវលោះមានទៅបងប្អូនមើល ដូចស្លឹកឈូកចឹង ហើយសម្រាប់ទំនើបចានក៏ដូចគ្នាដែរអូនគឺអត់ជ្រាបទឹកដូចគ្នា ភាគច្រើនខ្ញុំស្ដាប់មើលទៅមានដូចជាកម្រាលតុកតំណប់ចានអីគឺវាអត់ជ្រាបទឹកអត់សើមទឹកប៉ុន្តែមានកៅអៅដែលបងធ្វើពីបច្ចេកទេសនឹងដែរអត់ នៅក្នុងឆ្នាំ2025យើងនឹងមានផលិតសូត្រដែលជាហូលដែលដូចនឹងកម្រាលតុកដូចគ្នាគឺអត់ជ្រាបទឹកទេ ចឹងដល់ពេលវាអត់ជ្រាបទឹកអញ្ចឹងពេលយើងត្រូវគក់ត្រូវបោកវាយើងធ្វើមកយកបង អូនដល់ពេលវាអត់ជ្រាបទឹកអញ្ចឹងយើងដាក់គូវាទេពេលដែលប្រឡាក់មកអូនគ្រាន់តែយកអាกระดาษជូតមាត់យើងមកជូតវាបន្តិចបន្តិចទៅវាស្អាតបាត់ហើយយើងអត់បាក់ចាយពេលដើម្បីយើងបោកគក់យើងជំនួសពេលវេលាអញ្ចឹងណាចា អូអញ្ចឹងនៅតែនេះយើងសមិទ្ធផលដែលយើងធ្វើចេញជាកៃហ្មងបងណាសម្រាប់អតិថិជនអាចជាវយកទៅដេកាត់ដេធ្វើកៅអៅខ្លួនឯងអញ្ចឹងទៅបងណា ចា
ហ្នឹងហើយបើសិនភ្ញៀវដូចតែភ្ញៀវខ្លះមកដល់គាត់អត់មានត្រូវម៉ូតបើយើងទៅគាត់ថាគាត់ចង់បានម៉ូតជាមួយជោគពីអញ្ចឹងទៅគាត់អាច ទៅកាត់ម៉ូត ចាហ្នឹងហើយគាត់អាចយកទៅកាត់ម៉ូតផ្សេង ចឹងអរគុណច្រើនបងស្រីចាដែលបានជួយដើរបង្ហាញខ្ញុំពីការមើលពីផលិតផលសម្រាប់ណាបងចា យើងមកស្រីជួយប្រាប់អំពីទីតាំងកសិដ្ឋានសូត្រសិប្បករអង្គរនេះផងបានទេនៅកន្លែងតាណា ចាសម្រាប់ទីតាំងកសិដ្ឋានសូត្រសិប្បករអង្គរយើងគឺស្ថិតនៅក្នុងខេត្តសៀមរាបប្រពូពួកចាស់ឃុំពួកស្រុកពួកខេត្តសៀមរាបហើយទីតាំងចូលគឺយើងមកតាមផ្លូវជាតិលេខ6មកដល់ការ៉ាសាំងកាល់តិចបត់ស្ដាំចូលមកគឺចូលដល់កសិដ្ឋានសូត្រយើងចឹងតែម្ដងណាចា ចាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ក៏ដូចជាចង់មកមើលក៏ដូចជាមកទស្សនាដោយពួកខ្ញុំដែរអញ្ចឹងណាអាចមកតាមទីតាំងដែលគាត់ដាក់បង្ហាញនឹងបានអញ្ចឹងអរគុណច្រើនបងហើយ ចាអរគុណច្រើនជូនពរសុខភាពល្អសំណាងល្អអូនអរគុណច្រើនចាជម្រាបលាចាអរគុណ